ការរៀបចំនិងសម្អាតផ្ទះនាពេលចុងសប្តាហ៍របស់គ្រួសារ VB តើម្សិលមិញខ្ញុំចាយលើអ្វីខ្លះណោះ តើបងកំពុងធ្វើអីហ្នឹង អូបងកំពុងកត់ត្រាការចំណាយប្រចាំថ្ងៃរបស់បងចង់សន្សំលុយដើម្បីទិញសៀវភៅផ្សងព្រេងថ្មីមួយក្បាល បងប្រាប់ខ្ញុំបន្តិចមើលគេត្រូវកត់ត្រារបៀបម៉េចខ្លះ មកចិត្តបងបង្ហាញចឹងឥឡូវយើងត្រូវកត់ថ្ងៃដែលយើងបានចំណាយតើយើងចំណាយលើអ្វីខ្លះក្នុងថ្ងៃហ្នឹងហើយយើងបានចំណាយអស់ប៉ុន្មានបន្តមកទៀតត្រូវដឹងថាតើចំណាយដែលយើងបានចាយហ្នឹងទៅលើប្រភេទអាហារឬការទិញសម្ភារៈរៀនសូត្របន្ទាប់ពីកត់ចំណាយប្រចាំថ្ងៃហើយយើងត្រូវធ្វើការបូកសរុបជាប្រចាំខែម្ដងបើមានការចំណាយអ្វីដែលច្រើនមិនសូវចាំបាច់យើងអាចព្យាយាមកាត់បន្ថយដើម្បីមានប្រាក់សន្សំបានច្រើន បងពិតជាពូកែមែនខ្ញុំនឹងអនុវត្តការកត់ចំណាយនេះតាមបងដែរហើយ តោះយើងទៅជួយធ្វើការផ្ទះតាមម៉ាក់ ការកត់ត្រាចំណាយប្រចាំថ្ងៃគឺមានសារៈសំខាន់ណាស់សម្រាប់ពេលបច្ចុប្បន្ននេះពេលដែលយើងដឹងអំពីការចំណាយច្បាស់លាស់យើងអាចគ្រប់គ្រងនិងកាត់បន្ថយការចំណាយដែលមិនចាំបាច់បានដើម្បីសន្សំនិងរៀបចំផែនការសម្រាប់អនាគតថ្ងៃអាទិត្យនេះគ្រួសារ VB ជួបជុំគ្នាដើម្បីសម្អាតផ្ទះនិងរៀបចំសួនច្បារពោរពេញទៅដោយភាពសប្បាយរីករាយបើយើងមានផ្ទះធំជាងនេះមានសួនច្បារធំតើកូននិងបងប្រុសអាចមានកន្លែងរត់លេងសប្បាយជាងនេះទេប៉ា ប្រកបណាស់កូនស្រីប៉ានិងម៉ាក់កំពុងគិតពីការផ្លាស់ប្ដូរទៅផ្ទះថ្មីដែលធំជាងនេះបើកូនមានបន្ទប់ធំកូនចង់មានកន្លែងសម្រាប់ការសិក្សានិងអានសៀវភៅហើយតាំងរូបថតគ្រួសារនៅពេញលើតុហ្មងអូ ប៉ានឹងព្យាយាមធ្វើឲ្យក្តីស្រមៃរបស់កូនខ្លាំងជាការពិត តែបងផ្ទះធំតម្លៃគឺមិនមែនតិចទេបងតើយើងគួរធ្វើដូចម្ដេចដើម្បីអាចទទួលបានវា បងកំពុងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុសម្រាប់វាហើយអូនសម្លាញ់ធនាគារអូរីមានជម្រើសល្អៗជាច្រើនសម្រាប់គ្រួសារដូចយើង ធនាគារមិនមែនសម្រាប់កម្ចីធំទេអប៉ា តែកូនមានកម្ចីជាច្រើនប្រភេទដែលអាចជួយគ្រួសារតូចៗដូចយើងឲ្យមានផ្ទះថ្មីក្នុងក្តីស្រមៃបានដែរហើយប៉ាចង់ឲ្យកូនទាំងពីរយល់ថាមិនថាផ្ទះធំឬក៏តូចទេកូនសំខាន់ឲ្យតែគ្រួសារយើងចេះស្រឡាញ់គ្នានិងយល់ពីគ្នានោះយើងនឹងកាន់តែមានសុភមង្គល បាទប៉ា គ្រួសារដែលស្រឡាញ់គ្នានិងចេះយល់ពីគ្នាតែងតែបង្កើតក្តីសុបិនធំរួមគ្នាបានជានិច្ចជាមួយការគាំទ្រពីធនាគារអូរីនឹងជួយអ្នកទទួលបានផ្ទះថ្មីក្នុងក្តីស្រមៃរបស់អ្នកសេវាកម្មកម្ចីលំនៅឋានពីធនាគារអូរីអ្នកអាចស្នើសុំទំហំកម្ចីចាប់ពី$20,000រហូតដល់$1,000,000ជាមួយអត្រាការប្រាក់សមរម្យរយៈពេលកម្ចីវែងរហូតដល់20ឆ្នាំមានភាពងាយស្រួលក្នុងការស្នើសុំនិងអាចដាក់ស្នើកម្ចីតាម app ឬអញ្ជើញទៅកាន់សាខាដោយផ្ទាល់ ម៉ាក់មើលណាបន្ទប់សម្រាប់អានសៀវភៅរបស់កូនថែមទាំងមានតេឡេស្កូបទៀតផង អាយ៉ាស្អាតណាស់កូនពិតជាមានគំនិតច្នៃប្រឌិតមែនប៉ាតើពេលណាដែលយើងអាចទៅមើលផ្ទះថ្មីបាននៅ សប្តាហ៍ក្រោយកូនចាំយើងទៅមើលផ្ទះថ្មីជាមួយគ្នាណាយេ យេ សប្បាយដល់ហើយក សាងអនាគតរបស់អ្នកចាប់ផ្ដើមពីការគិតនិងសកម្មភាពតូចៗនៅថ្ងៃនេះកម្ចីលំនៅឋានរបស់ធនាគារអូរីជាដៃគូដ៏ល្អបំផុតដែលធ្វើឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិត